រៀបសួរដល់អ្នកដែលរៀនភាសាថៃទាំងអស់បាទកាលពីវីដេអូមុនខ្ញុំបានបង្ហាញអស់លោកអ្នកអំពី4ចេញជាអ្នកហើយគឺឥឡូវយើងអានម្ដងទៀតមកគឺមានខខុនខរខាំងងងហើយនឹងចចានអញ្ចឹងដោយឡែកនៅក្នុងថ្ងៃនេះបាទខ្ញុំនឹងលើកយកអក្សរ4ទៀតដោយមានទីនាមនេះបាទទី1គឺចឈិងទី2ចឆាងទី3សសូហើយនឹងទី4ចឈើអញ្ចឹងដើម្បីកុំឲ្យខាតពេលខ្ញុំសូមលើកយកវីដេអូលើកយកចេញជាអ្នកបន្ទាប់បាទគឺនេះបាទនេះគឺជាអក្សរដែលបន្តទៀតអញ្ចឹងយើងមើលរចនាសម្ព័ន្ធរបស់គាត់ដូចជាញ៉ៃដែរប៉ុន្តែយើងមិនពិបាកទេឥឡូវយើងអានសរសេរទាំងអស់គ្នាបាទទី1បាទគឺយើងគួចបាទទី2យើងទាញមកស្ដាំវិញរៀងឡើងលើឆេតឡើងលើទី3គឺយើងគួចម្ដងទៀតដែលគួចចេញពីស្ដាំបាត់មកឆ្វេងរួចហើយយើងទាញឡើងលើមកវិញហើយបាត់មកឆ្វេងបន្តទៀតអញ្ចឹងនេះគឺជាការសរសេររបស់អក្សរចិញ្ចនៈមួយនេះបាទយើងមើលតើយើងអានថាបាទឆឈិងបាទនេះភាសាថៃឆឈិងហើយនេះអក្សរខ្មែរបាទអានមកឆឈិងបានន័យថាឈិងបាទលោកអ្នកអាចស្គាល់ហើយនេះគឺជាឈិងដែលគេច្រើនប្រើនៅក្នុងវង់ភ្លេងការភ្លេងពីនពៀតភ្លេងអីហ្នឹងបាទយើងស្គាល់ហើយបាទឈិងហើយមួយទៀតចូលដល់អក្សរបាទមួយទៀតនេះបាទមើលទៅដូចជាអក្សរខដែរណាតែខុសគ្នាតិចតួចអញ្ចឹងយើងសរសេរទាំងអស់គ្នាទី1គឺយើងគួចទី2យើងទាញមកស្ដាំទី3បាទយើងចុះឡើងចុះមកក្រោមបាទចុះមកក្រោមមកទី4យើងបត់ស្ដាំបន្តិចបាទទៅមកទៀតយើងទាញឡើងលើវិញរួចហើយយើងកលាក់បន្តិចបាទលយចូលរួចហើយចេញវិញបាទនេះជាការសរសេរអញ្ចឹងយើងមើលតើយើងអានថាអក្សរអ្វីបាទនេះបាទអានថាឆឆាងបាទខ្មែរឆឆាងប្រែថាសត្វដំរីបាទឆាងប្រែថាដំរីដូចពីឆាងពីអីហ្នឹងបាទនេះដំរីទៅមកទៀតយើងចូលដល់អក្សរមួយទៀតគឺអក្សរសសូបាទសសូស្តៀងនឹងឆឆាងមិនដែរប៉ុន្តែវាមានកលៈចេញទៅសេទី1យើងគួចទី2យើងកលៈទី3យើងឡើងវិញទី4យើងទាញចុះក្រោមទី5មកស្ដាំទី6ឡើងលើទី7កលៈទី8ទាញចេញវិញបាទនេះការសរសេររបស់សសូអញ្ចឹងយើងអានទាំងអស់គ្នាសរសេរទាំងអស់គ្នាមកបាទនេះសសូបាទខ្មែរសសូប្រែថាបាទច្រវាក់បងប្អូនស្គាល់ហើយជាច្រវាក់អញ្ចឹងចូលដល់ចេញជាអ្នកមួយទៀតជាជំនាញទី4បន្តគឺសនេះបាទមើលទៅដូចជាប្លែកដែរបាទអញ្ចឹងយើងរៀនសេតអស់គ្នាទី1យើងគួចទី2ឡើងលើទី3កលៈបន្តិចទី4ឆ្វេងវិញទី5បាទទាញពីឆ្វេងមកស្ដាំទី6យើងចុះទី7យើងគួចបាទគួចតាមសញ្ញាព្រួយនេះមកទី8យើងទាញមកស្ដាំវិញទាំងកងចុះក្រោមរួចហើយទាញឡើងលើបាទនេះជាការសរសេរទៅមកទៀតយើងទាញអានទាំងអស់គ្នាបាទអានថាឆឈើបាទឆឈើនេះឆឈើខ្មែរប្រែថាដើមឈើបាទយើងមើលនេះដើមឈើបាទអរគុណវីដេអូគឺមានតែប៉ុណ្ណឹងគឺ4អក្សរបន្ទាប់អញ្ចឹងនឹងមាន4អក្សរបន្ទាប់ទៀតនៅវីដេអូក្រោយបាទអញ្ចឹងថ្ងៃនេះគឺមានតែប៉ុណ្ណឹងបាទសូមអរគុណ